ពីរបៀបប្រើប្រាស់បងកម្មវិធីបិទបើកអានេះកម្មវិធីយើងចុចម្ដងអញ្ចឹងទៅវា3កម្មវិធីនេះវាដំណើរការអានេះមានន័យថាបោកធម្មតាយើងចុចម្ដងទៀតវាមានបោកអាវធម្មតាបោកសម្ងួតសុទ្ធយើងរើសកម្មវិធីសម្ងួតសុទ្ធវាលោតដល់ភ្លើងក្រហមនេះអានេះមានន័យថាប្រើដល់សម្ងួតបើចុចមួយទៀតមានន័យថាសម្ងួតសុទ្ធវាដើរកម្មវិធីតែមួយទេអានេះយើងចំណាំតាមនឹងតែនេះយើងចុចបោកអាវធម្មតាបោកអាវធម្មតាវាមាន3កម្មវិធីនេះហើយបើសិនបើបោកស្តង់ដារបស់វាអាចលឿនអញ្ចឹងពេលខ្លះភ្ញៀវកថាំងបោកលឿនអត់ស្អាតអញ្ចឹងបងអាចរើសយកអាកម្មវិធីនេះអសត2នេះអានឹងបោកយូរ1ម៉ោងតិចអានេះយើងចុចតាមកម្មវិធីនេះវាមានសេរីហ្នឹងណានេះកម្មវិធីតែ2អសតែបើតាមស្តង់ដាគឺខ្ញុំឲ្យភ្ញៀវបោកស្តង់ដាអូតូស្តង់ដាអានេះកម្មវិធីលាងធុងបង1ខែទៅ3ខែបងដាក់កម្មវិធីចុចលើអាហ្នឹងលើឲ្យភ្លើងរត់លើអាហ្នឹងកម្មវិធីលាងធុង1ខែឬក៏យ៉ាងយូរ3ខែបងដាក់លាងធុងចោលម្ដងរើសកម្មវិធីហើយយើងចុចដំណើរការអានេះសម្រាប់មុននឹងចុចដំណើរការបើសិនបើបងចង់កំណត់ទៅលើសាប៊ូវានេះបងដាក់សាប៊ូទឹកក្អូបអានេះសាប៊ូទឹកក្អូបយើងកំណត់ច្រើនទៅដើម្បីឲ្យវាបឺតអូតូឬក៏បងគិតថាចង់ថែមសាប៊ូខាងក្រៅប្រើសាប៊ូម្សៅដាក់អានេះទៅនៅពេលដែលរើសកម្មវិធីហើយយើងចុចដំណើរការវាចាប់ផ្ដើមថ្លឹងឡុកនេះខ្ញុំបោកព្រួយហើយរាល់សម្ងួតបងអាសាសម្អាត filter សម្ងួតហើយនេះតម្រងមួយទឹកបងលាងសម្អាតម្ដងនេះនៅពេលមកស្ទុះវាចាប់ដើមថ្លឹងគីឡូនៅលើនេះបងមាន 0.6 ហ្នឹងមាន 60% ពេលវាថ្លឹងហើយវាចាប់ផ្ដើមចូលទឹកវានឹងបឺតសាប៊ូដល់វគ្គទឹកក្អូបវាបឺតទឹកក្អូបខ្លួនវាអូតូតែបើសិនបើបងអត់ចង់ប្រើនេះទេដាក់ខាងក្រៅនេះសាប៊ូនេះទឹកក្អូប